បងប្អូនមិនថាស្រីមិនថាប្រុសឯណារស់នៅជាមួយជនជាតិកូរ៉េឬក៏ធ្វើការជាមួយជនជាតិកូរ៉េមានអារម្មណ៍មិនដែរខ្ញុំមានអារម្មណ៍ថាចរិតជនជាតិកូរ៉េដូចរៀងចូលមិនទេហើយបើនិយាយរឿងសម្ដែងវិញគឺថាលេខ1ហ្មងគ្មានពីណាសម្ដែងឈ្នះជនជាតិកូរ៉េទេជាពិសេសយាយអាជូម៉ាហើយជាពិសេសលេខ1ទៀតគឺអ្នកដែលមានអាយុចាប់ពី50ឡើងទៅអញ្ចឹងណាជនជាតិហ្នឹងគាត់ចូលចិត្តនិយាយបញ្ចេញមកខាងក្រៅនិយាយល្អនិយាយសម្ដីផ្អែមប៉ុន្តែក្នុងចិត្តរបស់គាត់វិញគឺអត់ដូចខាងក្នុងអត់ដូចខាងក្រៅទេគេហៅថាផ្អែមក្រៅលួយក្នុងចរិតជនជាតិកូរ៉េភាគច្រើនអញ្ចឹងហ្មងប៉ុន្តែមានមួយចំណុចដែលតាមបទពិសោធន៍របស់ខ្ញុំឯណាមិនថាអ្នកធ្វើការជាមួយគ្នាឬមួយក៏អ្នកនៅក្នុងគ្រួសារយើងធ្វើអីក៏ដោយយើងកុំធ្វើចេះជាងគាត់ណាយើងទោះបីរបស់នឹងយើងចេះក៏ដោយតែយើងធ្វើជាអត់ចេះហើយយើងទៅសួរគាត់វិញអាហ្នឹងល្អវិញហើយយើងអាចចោះសម្រងជាមួយគាត់បានទៀតអត់សូវមានបញ្ហាប្រទាំងប្រទើឆ្លោះគ្នាអីទេបកស្រាយវែងឆ្ងាយចរិតជនជាតិកូរ៉េអញ្ចឹងនិយាយទៅដូចយ៉ាងពិបាកយល់ដែរខុសពីចរិតជនជាតិសាសដតីផ្សេងទៀតតែជនជាតិហ្នឹងមើងងាយរើសអើងជនបរទេសហ្នឹងណាជាពិសេសជនជាតិខាងអាស៊ីបើសិនជាខាងប៉ែកអឺរ៉ុបវិញអូនិយាយថាពីឲ្យតម្លៃគេមិនសូវជាខ្វល់ហ្មងដែរព្រោះអីស្គាល់ចរិតជនជាតិហ្នឹងគឺថាចូលចិត្តតែយើងសម្ដែងធ្វើជាអត់ចេះអត់អីចឹងទៅខ្ញុំមានទេធ្វើការជាមួយជនជាតិកូរ៉េអាចចេះក៏ធ្វើជាមិនចេះមិនចេះមែនតែហ្នឹងក៏ធ្វើជាមិនចេះដល់ពេលអញ្ចឹងអត់សូវមានបញ្ហាជាមួយពួកគាត់វិញខ្ជិលបកស្រាយច្រើនចរិតជនជាតិកូរ៉េនៅមានច្រើនជាងហ្នឹងទៀតថ្ងៃហ្នឹងទិញបកាមកបានស្រស់ល្អហើយយកមកដាក់ក្នុងទូដាក់ក្នុងថង់ច្រកថង់ដាក់ក្នុងទូហើចេញវិញអស់លីងគាត់ថាដាក់ក្នុងប្រអប់អញ្ចឹងទៅវាអត់សូវវាអត់ចូលខ្យល់វារក្សាទុកគុណភាពបានយូរអញ្ចឹងណាធ្វើតាមគាត់ទៅវាមក oyster វិញ oyster នៅស្រុកខ្មែរយើងឆ្ងាញ់ណាតែបើ oyster នៅកូរ៉េវិញមានអារម្មណ៍ថាធំផុកមិនទេអត់ឆ្ងាញ់ទេហើយគេអត់មានបកដាក់នឹងសបកដូចយើងញ៉ាំអញ្ចឹងទេគឺគេបកស្អាតចឹងហ្មងយកមកលាងទឹកញ៉ាំអញ្ចឹងហ្មងចុចជាមួយនឹងទឹកម្ទេសប៉ុន្តែបើរសជាតិវិញចាញ់ oyster ស្រុកយើងដាច់ហើយធំផុកឆ្អាបទេប៉ុន្តែដល់ពេលយើងស៊ាំជាមួយវាទៅវាចេះតែញ៉ាំទៅណាមកដំបងឆ្ងល់ថាហេតុអីបានបាយអង្គកូរ៉េទុនម៉ែតាមពិតទៅគេដាំលាយជាមួយនឹងអង្គតណើបហើយលាយជាមួយគ្រាប់ធញ្ញជាតិផ្សេងគេចូលចិត្តដាំបាយបែបហ្នឹងបាយនេះខ្ញុំដាំជាមួយនឹងអង្គតណើបលាយជាមួយនឹងតណើបខ្មៅតណើបសតណើបខ្មៅលាយគ្នាពងត្រីចំហុយជាមួយពងទាឆ្ងាញ់ណាស់បងប្អូនអើយ